សួស្តីអ្នកទាំងអស់គ្នាកាលពីវីដេអូមុនខ្ញុំនិយាយពីប្រព័ន្ធភ្លើងរបស់ KTM ហើយសារនេះខ្ញុំនឹងនិយាយពីដង្ហែនិងផ្លិតទឹករបស់ KTM ហើយបានវាតែងតែឆាប់ខូចតែតនៅដង្ហែនិងផ្លិតទឹកអញ្ចឹងកត្តាទី1តតនៅផ្លិតទឹកនេះផ្លិតទឹកនិងដង្ហែវាអត់អីជាពិបាកយល់ទេបើសិនណាជាដង្ហែវានិងផ្លិតទឹកហ្នឹងគឺវានៅកណ្ដាលវាចេះពេលដែលយើងជិះកាត់ភ្លៀងកាត់ផុកហើយនឹងហុយច្រើនគឺវាតែងតែចូលហើយគឺវានឹងងាយចូលខ្លាំងមែនទែននៅកន្លែងដង្ហែនេះផ្លិតទឹកវាហ្នឹងគឺសបោដីចូលខ្លាំងអញ្ចឹងពេលដែលវាមានដីចូលខ្លាំងអញ្ចឹងយើងគឺធ្វើការសម្អាតវាដោយយើងប្រើជាច្រាសដុសធ្មេញឬក៏វត្ថុអីផ្សេងដើម្បីសម្អាតវាជូតវាបានស្អាតកុំឲ្យវាមានកលីច្រើនកាលណាវាមានកលីច្រើនណាគឺកន្លែងហ្នឹងវាហប់គឺវាហប់អញ្ចឹងដង្ហែពេលខ្លះវាប៉ះពាល់ដល់ដង្ហែដូចគ្នាអញ្ចឹងដីពេលខ្លះវាស្នឹមជាប់នៅកន្លែងដង្ហែឡើងច្រើនទៅបណ្ដាលឲ្យដង្ហែឡើងពេលដែលក្តៅដង្ហែត្រូវបក់អូតូហ្នឹងអញ្ចឹងដង្ហែហ្នឹងគឺវាដូចថាវាវិលអត់ស្រួលគឺវាល្អអួរកន្លែងដង្ហែហ្នឹងអញ្ចឹងធ្វើឲ្យដង្ហែហ្នឹងពេលខ្លះដើរអត់ស្រួលកាលណាដង្ហែដើរអត់ស្រួលគឺវាដើរដាច់អញ្ចឹងតែចូល4-5ដងទៅដង្ហែហ្នឹងខូចហើយនឹងឆាប់ខូចហើយផ្លិតទឹកនេះដូចគ្នាបើសិនណាជាយើងអត់មើលការសម្អាតវាបានត្រឹមត្រូវហើយយើងចេះតែហៃភ័យទៅកន្លែងជាងមួយទៀតទៅកន្លែងជាងដូចថាពេលដែលយើងទៅលាងទៅអីដូចខ្ញុំបាននិយាយវីដេអូមុនហ្នឹងគឺយើងអត់អាចបាញ់អាទឹកគេលាងម៉ាស៊ីនលាងម៉ូតូអាម៉ាស៊ីនទឹកចេញពីអាម៉ាស៊ីនគេលាងហ្នឹងយើងអត់អាចយកទឹកហ្នឹងបាញ់ខ្លាំងបានទេណាកន្លែងហ្នឹងគឺយើងអត់អាចបាញ់ខ្លាំងបានទេកាលណាដែលយើងបាញ់ខ្លាំងគឺអាទឹកហ្នឹងអាចចរន្តទឹកកម្លាំងវាហ្នឹងគឺវាបុកមកចូលអាក្នុងផ្លិតទឹកហ្នឹងបណ្ដាលឲ្យផ្លិតទឹកហ្នឹងគឺវាមានសំណើមសើមឬក៏វាមានកន្លែងដូចថាវាប្រហាពេកទឹកហ្នឹងវាធ្ងន់ធ្ងរពេកហើយដង្ហើមក៏ដូចគ្នាដែរបើសិនណាជាយើងបាញ់កន្លែងហ្នឹងខ្លាំងក៏អាចប៉ះពាល់ដល់ដង្ហើមដែរពេលខ្លះទៅធ្វើឲ្យដង្ហើមវាចពេលខ្លះទៅធ្វើឲ្យដង្ហើមហ្នឹងវាថាវាមានស្នាមប្រេះវាមានអីចឹងទៅពេលខ្លះទៅដង្ហើមហ្នឹងអាចបាក់ក៏ថាបានដែរអាហ្នឹងគឺជាកម្លាំងទឹកម៉ាស៊ីនណាអញ្ចឹងបើសិនណាជាពួកអស់ហ្នឹងវាមានបញ្ហាយើងជិះឆ្ងាយអត់កើតទេ KTM ភាគច្រើនគឺដល់សំខាន់ទៅលើដង្ហើមទឹកហ្នឹងផ្លិតទឹកហ្នឹងគឺបញ្ហាធំបើសិនណាជាអត់មានពួកអាហ្នឹងទេ KTM ជាបានឆ្ងាយទេជាអលុតហើយជាគប់ពេរើម៉ាស៊ីនឬអីខ្ទេចហើយព្រោះ KTM គឺវាក្តៅខ្លាំងមែនតើអញ្ចឹងយើងអាចបដ ாய் បានទេកន្លែងបញ្ហាហ្នឹងអញ្ចឹងកាលពីវីដេអូមុនខ្ញុំបាននិយាយទៅតនឹងភ្លើងហើយវីដេអូនេះគឺខ្ញុំនិយាយទៅតនឹងដង្ហើមទឹកនិងផ្លិតទឹកអញ្ចឹងបើសិនណាជាមានចំណុចផ្សេងពុកម៉ែបងប្អូនអាចធ្វើការ comment ឬក៏ធ្វើការចែករំលែកបន្ថែមពី KTM លោកអញ្ចឹងខ្ញុំមានតែប៉ុណ្្នឹងទេในការចែករំលែកទៅតនឹងផ្លិតទឹកវាហើយទៅតនឹងអាទឹកស្អំនេះក៏ដូចគ្នាដែរទឹកស្អំបើសិនណាយើងប្រើទឹកស្អំណាគឺយើងចាក់ទឹកស្អំហ្នឹងយើងអាចដូរទឹកស្អំពណ៌ក្រហមទៅចាក់ពណ៌លឿងពណ៌បៃតងឲ្យបានទេហើយទឹកស្អំក៏យើងមិនបាច់ចាំដូរវាច្រើនពេកដែរបើសិនណាជាយើងមើលថាទឹកស្អំហ្នឹងវាអត់ស្រួលទេបហូរចោលទៅយើងដូរថ្មីចោលយើងដាក់ទឹកស្អំណាឲ្យយើងល្អទៅហើយយើងដាក់វាចំណុះវាទឹកស្អំគេច្រើនគឺចាក់1លីត្របងខ្ញុំចាក់1លីត្រខ្ញុំបហូរអាចាស់ចោលខ្ញុំចាក់ថ្មីអញ្ចឹងវីដេអូខ្ញុំមានតែប៉ុណ្្នឹងទេបាទសូមអរគុណសូមជម្រាបលា